កូនចៅហើយនឹងបង្វិតដែលបានឲ្យខ្ញុំមកដល់កន្លែងនេះពេលវេលាទាំងអស់នេះវាពិតជាមានតម្លៃនៅក្នុងជីវិតរបស់ខ្ញុំហើយក៏អរគុណមេត្តាដូចគ្នាដែលបានឲ្យខ្ញុំមានការងារមួយនេះធ្វើខ្ញុំពិតជារំភើបនិងសប្បាយចិត្តខ្លាំងមែនទែនដែលខ្ញុំទទួលបានការងារមួយនេះហើយមួយថ្ងៃពេញនេះគឺជាព្រឹកហើយនឹងបង្វិតគឺគាត់បានចំណាយពេលនាំក្រុមការងារដើរលេងមួយថ្ងៃពេញតែម្ដងកន្លែងស័ក្តិសិទ្ធិកន្លែងដើរលេងគឺគាត់បាននាំទៅទាំងអស់ជាពិសេសគឺថាកន្លែងមួយនេះបងប្អូនកន្លែងនោះគឺជាកន្លែងដែលស័ក្តិសិទ្ធិខ្លាំងបំផុតដែលយើងអាចនិយាយបានថាយើងផ្សងអីយើងចង់បានអីយើងប៉ងអីគឺយើងបាននឹងអញ្ចឹងណាខ្ញុំសូមណែនាំខ្លួនឯងម្ដងទៀតខ្ញុំគឺជា BA របស់ទឹកអប់អាតូមិកនិយាយទៅទឹកអប់អាតូមិកនេះហ่าបងប្អូនទាំងអស់គ្នាគឺបាញ់នៅលើកៅអៅជាប់បាន8ទៅ12ម៉ោងសំខាន់គឺមានក្លិនក៏អូបឈ្ងុយឆ្ងប់ខ្លាំងមែនតែម្ដងទឹកអប់អាតូមិកក៏បានហោះមកដល់ប្រទេសម៉ាឡេស៊ីដូចគ្នាដោយសារតែទឹកអប់នេះគឺមានចំណុះ 50ml ងាយស្រួលដាក់តាមខ្លួនខ្លាំងមែនតែងាយស្រួលជិះឡើងយន្តហោះតែម្ដងថ្ងៃនេះគឺខ្ញុំបានមកទីតាំងមកកន្លែងបងប្អូនទាំងអស់គ្នាដែលជាវិហារជាកន្លែងជាភ្នំជាអីបែបភ្នំបែបអាងអីអញ្ចឹងកន្លែងនោះគឺស័ក្តិសិទ្ធិមែនតែដែលមកគឺមានប្រជាជនគេបន់ស្រន់ច្រើនខ្លាំងមែនតែម្ដងហើយចែព្រឹកក៏បាននាំពួកខ្ញុំមកដល់ទីនេះដែរខ្ញុំអាចនិយាយបានថានៅពេលដែលបានមកដល់កន្លែងនេះជាមួយនឹង idol របស់ខ្ញុំជាមួយចែព្រឹកជាមួយបង្វិតជាមួយម៉ាតាជាមួយបងផ្សេងទៀតគឺខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនតែម្ដងពាក្យចាស់គេនិយាយថាធ្វើបុណ្យជាមួយគ្នាកាន់តែច្រើនជាតិក្រោយគឺនឹងអាចជួបគ្នាហើយខ្ញុំក៏សង្ឃឹមថាជាតិក្រោយគឺខ្ញុំនឹងបានជួបជាមួយនឹងមនុស្សល្អបែបនេះទៀតនិយាយទៅទំលៀកទម្លាប់គេគឺថាខុសពីយើងដាច់តែម្ដងនៅពេលដែលគេចងខ្សែសីមាចងអីឲ្យយើងអីអញ្ចឹងគឺគេបតក់អីគេមួយនៅលើក្បាលរបស់យើងអញ្ចឹងបងប្អូនទាំងអស់គ្នានិយាយទៅដូចចាក់ស្ដែងនៅវីដេអូខ្ញុំអញ្ចឹងគ្មានអីបតក់នៅលើនឹងអញ្ចឹងហើយកន្លែងនេះគឺយើងដាក់ដៃទល់ជាមួយនឹងរូបចម្លាក់គេអញ្ចឹងទៅហើយយើងផ្សងអ្វីដែលយើងចង់បានផ្សងអ្វីដែលយើងពងអញ្ចឹងទៅបងប្អូនចាហើយបន្ទាប់មកហើយគឺខ្ញុំឡើងទៅលអាងខាងលើដែលកន្លែងហ្នឹងក៏គេស័ក្តិសិទ្ធិដែរបងប្អូនកន្លែងហ្នឹងអ្នកដែលគេទៅតាចេញកំណើតកូនកំណើតអីគឺគេ3កូនឡើងទៅលើហ្នឹងហ្មងសុំឲ្យសុខសប្បាយសុំឲ្យអីអញ្ចឹងទៅហើយពីមួយជន់ទៅមួយជន់ពោះចាដូចគេនិយាយបានថាអ្នកដែលមាននិស្ស័យទើបអាចឡើងដល់បងប្អូនទាំងអស់គ្នាដោយសារតែខ្ពស់ហើយសំខាន់គឺជាដើរនឹងចោតខ្លាំងមែនតែម្ដងហើយនាងខ្ញុំគឺអាចឡើងទៅបានអញ្ចឹងណាបងប្អូនទាំងអស់គ្នានិយាយទៅឡើងទៅដល់ទីហ្នឹងគឺថាមានអារម្មណ៍ថាឡើងទៅដល់គូស្រស់ស្អាតខ្លាំងមែនតែម្ដងនៅក្នុងនេះគឺជាប្រភេទលអាងភ្នំដែលគេធ្វើកលួយថាលក្ខណៈដូចដាក់រូបសំណាកដាក់អីកន្លែងបន់ស្រន់កន្លែងអីនៅក្នុងហ្នឹងតែម្ដងចានិយាយទៅចូលម្ដងគឺថាឡើងទៅជាក់ស្រេបតែម្ដងបងប្អូនបើសិនជាខ្ញុំថតចាស់អាចនឹងមើលអត់សូវឃើញស្អាតទេប៉ុន្តែបើទស្សនភាពនៅក្រៅដែលខ្ញុំឃើញនឹងផ្នែកម្សិលមិញនេះគឺពិតជាស្រស់ស្អាតខ្លាំងមែនតែម្ដងទៅពេលអញ្ចឹងគឺខ្ញុំមានជាការបន់ស្រន់ច្រើនខ្លាំងមែនតែអ្វីដែលខ្ញុំពងពីព្រោះអីកន្លែងមួយនេះមិនងាយនឹងបានមកទេក៏លេងមកមើលជាព្រឹកជាមួយនឹងបងវិតវិញចានិយាយទៅគឺពួកគាត់គឺសមគ្នាស្អាតខ្លាំងមែនតែហើយចិត្តល្អដូចគ្នាទៀតនិយាយទៅគឺថាចិត្តស្មោះត្រង់មែនតែជាពិសេសម៉ែតាក៏ដូចគ្នាម៉ែតាគឺថាស្មោះត្រង់តែម្ដងខ្ញុំពិតជាសប្បាយចិត្តនិងមានអារម្មណ៍កក់ក្ដៅដូចគ្នានៅពេលដែលបាននៅជាមួយនឹងពួកគាត់បងប្អូនអើយនៅពេលដែលគេរុំកណាត់នេះឲ្យខ្ញុំគឺខ្ញុំហ៊ានចម្លែកដែរចាប៉ុន្តែនៅពេលដែលគេរុំកណាត់ឲ្យចឹងគឺខ្ញុំមិនភ្លេចទេជាមួយនឹងការបាញ់ទឹកអប់និយាយទៅថ្ងៃនេះខ្ញុំជ្រើសរើសយកទឹកអប់អាតូមិកក្លិនពណ៌ក្រហមបងប្អូនទាំងគ្នាក្លិនក្រហមនេះស្រីប្រុសបាញ់បានដូចគ្នាក្លិនផ្អែមឈ្ងុយប៉ុន្តែក្លិនដិតណាបងប្អូនទាំងគ្នាអញ្ចឹងបងណាដែលគាត់ចង់បានទឹកអប់អាតូមិកអីបងប្អូនទាំងគ្នាគឺអាច inbox បានណាអបតូមិកគឺខ្ញុំងាយស្រួលដាក់តាមខ្លួនខ្លាំងមែនតែម្ដងឥឡូវនេះគឺថាយើងត្រឡប់ទៅវិញហើយបងប្អូនទាំងអស់គ្នាចានេះទេសភាពនៅខាងក្រៅរបស់គេក៏ស្អាតមិនចាញ់ដែរបន្ទាប់មកហើយគឺខ្ញុំបានមកដល់កន្លែងគេងតែម្ដងសូមបញ្ជាក់ប្រាប់បងប្អូនតិចទឹកអបតូមិកគឺមាន6ក្លិន6ពណ៌ក្លិននីមួយៗគឺមានក្លិនខុសៗគ្នាបងប្អូនទាំងអស់គ្នាមានភាពតាក់ទាញរៀងខ្លួនតែម្ដងនិយាយទៅគឺគេក៏អូបមួយយ៉ាងម្នាក់អញ្ចឹងណាអញ្ចឹងបងប្អូនទាំងអស់គ្នាចង់ជ្រើសរើសក្លិនណាបងប្អូនទាំងអស់គ្នាអាចជ្រើសរើសបានណា